មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំងជូនដំណឹងដល់ក្រុមគ្រួសារនិងបេក្ខជនប្រឡងបាក់ឌុបអាចមកស្នាក់នៅវត្តចំនួន7នៅក្នុងក្រុងកំពង់ឆ្នាំងនិងស្រុករលីបៀយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំងចេញនៅថ្ងៃទី27ខែកក្កដាឆ្នាំ2026នេះឆ្លើយតបទៅនឹងសំណើរបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងក្នុងការត្រៀមរៀបចំការស្នាក់នៅរបស់បេក្ខជននិងបងប្អូនសាច់ញាតិនៃការប្រឡងមធ្យមសិក្សាទុតិយភូមិបាក់ឌុបឆ្នាំ2026នេះមន្ទីរធម្មការនិងសាសនាបានរៀបចំកន្លែងស្នាក់នៅតាមបណ្ដាទីអារាមនៅក្រុងកំពង់ឆ្នាំងនិងស្រុករលីបៀដើម្បីជាការសម្រួលដល់ការធ្វើដំណើរនិងការស្នាក់នៅរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកពីបណ្ដាស្រុកនានាមន្ទីរធម្មការនិងសាសនាបានរៀបចំនៅវត្តចំនួន7នៅក្នុងក្រុងកំពង់ឆ្នាំងមានវត្តអរញ្ញការាមវត្តខេមវ័នហៅវត្តខ្សាមវត្តថ្មសនិងវត្តកសិមរតនារាមដោយឡែកនៅស្រុករលីបៀមានវត្តចំនួន3គឺវត្តពលីសបៈពវតារាមវត្តត្រពាំងស្នោនិងវត្តសន្តិការស្នាក់នៅនេះមានចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែសីហាឆ្នាំ2026យោងតាមការបញ្ជាក់របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅឆ្នាំ2026នេះខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រឡងចំនួន8ទីតាំងនិងមានបេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងចំនួន5053នាក់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី10ខែសីហាឆ្នាំ2026